ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើវីដេអូពីការរបៀប install Ubuntu ហើយនិង setup Ubuntu ចឹងដំបូងដើម្បី install បានយើងត្រូវការចូល browser ហើយយើងsearch ទៅកាន់ VirtualBox ហើយយើងជ្រើសរើសយក VirtualBox 7.2.6 ហើយយើងរើសទៅតាម device របស់យើងអញ្ចឹងបើខ្ញុំប្រើ Windows ខ្ញុំយក Windows ដោយសារខ្ញុំធ្លាប់ down រួចហើយអញ្ចឹងខ្ញុំអត់ down ទៀតទេហើយសម្រាប់ Ubuntu ក៏ដូចគ្នាដែរយើងចូលទៅ browser ហើយយើង search Ubuntu នេះហើយយើងចុច download រងចាំវាបន្តិចវានឹង load មកកន្លែងនេះអញ្ចឹងតាំងពីហ្នឹងខ្ញុំបាន down ហើយអញ្ចឹងខ្ញុំអត់ down ទៀតទេហើយបន្ទាប់មកចូលមកដល់ការ set up VirtualBox អញ្ចឹងយើងចុច next ហើយយើងយក accept next yes ហើយអត់ចុចអីទៀតទេ next install ហើយយើងរងចាំវាបន្តិចចឹងខ្ញុំសូម skip ដល់កន្លែង install ហើយហ្មងចឹងយើងបាន install ហើយយើងចុច finish វានឹង load VirtualBox មកហើយយើងធ្វើការចុច new ដើម្បីបង្កើត machine ថ្មីហើយយើងដាក់ឈ្មោះយើងហើយយើងរើសទីតាំងយើងចង់ដាក់ណាក៏បានដែរហើយតែខ្ញុំបង្កើត folder សម្រាប់ដាក់ហើយកន្លែងនេះយើងជ្រើសរើស Linux កន្លែងនេះយើងជ្រើសរើស Ubuntu ហើយតែប៉ុណ្្នឹងទេហើយយើងចុច next កន្លែងនេះយើងដាក់វា 4G ទៅហើយកន្លែងនេះយក2ហើយអានេះយក 25G next ហើយ finish អញ្ចឹងបានមកហើយម៉ាស៊ីនយើងអញ្ចឹងយើងចុច start ម៉ាស៊ីនយើងមួយមកអញ្ចឹងវា load ផ្ទាំងនេះមកយើងត្រូវការ insert file ISO file Ubuntu ដែលយើងបាន down ហើយហ្នឹងហើយយើង tick អានេះមួយមកហើយយើងចុច mount ហើយ retrieve ហើយកន្លែងនេះយើងចុច try to install ហើយយើង enter យើងរងចាំវា plateហើយយើងជ្រើសរើសភាសាយើងយកអង់គ្លេស enter ហើយ continue without updating ហើយយើងចុច done ហើយកន្លែងនេះយើង tick ទៅលើ Ubuntu server ហើយយើង enter done ហើយកន្លែងនេះ done មកដានទៀតហើយកន្លែងនេះឲ្យវា test សិនហើយបន្ទាប់មកដានហើយយើងធ្វើការដោះ tick នៅកន្លែង setup នេះយើងគ្រាន់តែចុច space មកវាដាច់ហើយ arrow key មកក្រោមហើយដានហើយយើង continue ហើយកន្លែងនេះយើងត្រូវការដាក់ name ឈ្មោះយើង
password ហើយយើង confirm password ម្ដងទៀតហើយយើង check មើលថាអត់នៅហើយយើង arrow key មកក្រោមហើយ done ហើយយើងយក skip for now ហើយ done ហើយអញ្ចឹងយើងធ្វើការ tick ទៅលើ install OpenSSH server ហ្នឹងយើងចុច space មកហើយarrow key មកក្រោម done ហើយវានឹង load ចេញអានេះហើយយើង arrow key មកក្រោមទៀត done ហើយយើងរងចាំឲ្យវា install ចឹងខ្ញុំសូម skip ដល់កន្លែងវា install ហើយអញ្ចឹងយើងបានធ្វើការ download ហើយយើងចុច reboot now ហើយវានឹង load ចេញមកពេលឃើញចឹងយើងចុច enter បន្តិចមកចឹងយើងធ្វើការវាយឈ្មោះយើងហើយ enter ហើយយើងដាក់ password ហើយបន្ទាប់មកចូលដល់វគ្គយើងវាយ comment ចឹង comment ដំបូងយើងធ្វើការវាយ comment ដំបូងរបស់យើងហើយបន្ទាប់មកចូលដល់ comment បន្ទាប់ដែលយើងវាយ comment ហ្នឹងដើម្បី check ហើយយើងចុច enter បន្ទាប់មកអត់ដែលមានឃើញអីទេអញ្ចឹងយើងអាច update បានអញ្ចឹងយើងប្រើ comment sudo apt update ហើយយើងវាយ comment មួយទៀតធ្វើការ upgrade sudo grade dot y ចឹងខ្ញុំសូម skip ដល់កន្លែងមុខហើយបន្ទាប់មកយើង arrow key មកក្រោមអូខេច្រឡំខ្ញុំមិនចុច arrow key ទេចុច tab ហើយ enter អូខេអញ្ចឹង
video នៃការ install ហើយនឹងជាមួយនឹង set up Ubuntu រួចរាល់ហើយអញ្ចឹងអរគុណលោកគ្រូហើយជម្រាបលាលោកគ្រូជម្រាបសួរលោកគ្រូខ្ញុំឈ្មោះរីស្រីពៅថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀប install SSH server អញ្ចឹងយើងដំបូងយើងធ្វើការ take snapshot មួយសិនដែលយើងចង់ដាក់ឈ្មោះអីក៏បានប៉ុន្តែខ្ញុំបាន take snapshot ហើយខ្ញុំបានដាក់ឈ្មោះនេះ14 February 2026 server 1នេះហើយយើងចូលទៅកែ setting network យើងយក pre adapter ហើយនេះយក default ហើយកន្លែងនេះយក allow all ហើយ OK បន្ទាប់មកយើង start ម៉ាស៊ីនមួយយើង start ម៉ាស៊ីនយើងរងចាំវាតិចយើងធ្វើការ login user យើង command ដំបូងយើងធ្វើការ update ខ្ញុំសុំ skip ដល់កន្លែងវា update ហើយហ្មងcommand បន្ទាប់យើងវាយ sudo apt upgrade sorry ខ្ញុំវាយ command គ្រូហើយតោះមកយើងយកវាយ yesកន្លែងនេះរងចាំរៀងយូរបន្តិចចឹងខ្ញុំសូម skip ដល់កន្លែង update ហើយដល់កន្លែងនេះយើងចុច enter ហើយយើងចុច tab ហើយយើងចង់ check ឲ្យច្បាស់ថាវានៅខ្វះ update អីទៀតអត់យើងវាយ sudo update sudo apt update ហើយយើងវាយ sudo upgrade ហើយតបមកយើងវាយ who am I ហើយ pwd ហើយយើងចូលទៅចូលដល់ command បន្ទាប់វាយ sudo apt install open SSH server ហើយបន្ទាប់មកយើងវាយ command sudo system ctl status SSH វា running ហើយចឹងយើងយើងវាយ command មើល IP យើងនេះ IP ផងខ្ញុំចឹងខ្ញុំវាយ cmd ហើយយើង ping IP address យើងហ្នឹង
12.168.1.10នេះពេលយើង ping ចេះអញ្ចឹងវាស្គាល់ហើយខ្ញុំមុននេះខ្ញុំទៅ take off ហើយបន្ទាប់មកយើងចូលវាយ comment នេះយើងដាក់ IP address យើងហើយ enter ហើយកន្លែងនេះយើងដាក់ yes ហើយ password ហើយយើងវាយ comment whomi ហើយយើងចូល directory យើងនេះ home អញ្ចឹងវីដេអូខ្ញុំបានមកដល់ទីបញ្ចប់អរគុណលោកគ្រូដែលបានទស្សនាហើយជម្រាបលាលោកគ្រូជម្រាបសួរលោកគ្រូខ្ញុំឈ្មោះរីស្រីបើថ្ងៃនេះខ្ញុំមកធ្វើវីដេអូអំពី comment foundation អញ្ចឹងជាដំបូងយើងបើក virtual machine របស់យើងហើយយើងធ្វើការ login ហើយវាយ password user យើងហើយបន្ទាប់មកយើង check មើលទៅលើ IP យើងដោយសារយើង install SSH server ហើយអញ្ចឹងយើងវាយ comment នៅក្រៅអញ្ចឹងយើងត្រូវការស្គាល់ IP សិនដើម្បីទៅ connect ជាមួយនឹង CMDនេះគឺជា IP ហើយតមកយើងចូលទៅកាន់ CMD យើងត្រូវការវាយping ជាមួយនឹង IP សិនដើម្បីឲ្យវាស្គាល់គ្នា 1.7 អញ្ចឹងតមកយើងត្រូវការវាយ comment SSH ឈ្មោះ server យើងហើយជាមួយនឹង IP យើងចឹងអានេះ user របស់ខ្ញុំត្រូវមុននឹងខ្ញុំវាយ call បន្ទាប់មកយើងត្រូវការបញ្ចូលpassword របស់ user យើងបន្ទាប់មកយើងចូលបានហើយអញ្ចឹងយើងចូលដល់ comment របស់យើងដំបូងយើងវាយ comment who am I យើង check មើល user របស់យើងបន្ទាប់មក pwd ដើម្បីបញ្ជាក់ថាហ្នឹងយើងនៅ home ហើយ user របស់យើងហើយបន្ទាប់មកយើងប្រើ comment tag ដើម្បីបង្កើត folder ហើយបន្ទាប់មកយើងធ្វើការ list វាមួយសិននេះ folder របស់យើងហើយបន្ទាប់មកយើងធ្វើការlist ជា .l ជា long text បន្ទាប់មក comment មួយទៀត list ដូចគ្នាប៉ុន្តែឲ្យវាចេញជាយើង user human reader យើងអាច user read បានហើយបន្ទាប់មកយើងវាយ comment mkdir ដើម្បីបង្កើត folder ហើយ
hay dương list mơ với môi máu nè we change k ní any folder phần dương hay bắt đầu máu dương quay comment print string dương send message về trình máy chẳng ở với tổ nhóm đo tìm mình chọn con lục cru để bàn tôi sẽ chấm điểm liên lục cru chấm điểm số lục cru ngày nó nhóm một phơ video bằng hàng bí hardware monitor chẳng chia tập 4 nhóm thua ca login house ấy chẳng tập 4 game một áo dân thua ca remote ở SSH Munson chẳng dùng IPA check IP address hay ní IP address nhóm mùi cao pi mà rồi học 7 chuột vào mùi hay chẳng dùng cho xem đi dùng ping IP dùng sẵn click with score tránh với score hay bắt đầu mới dùng connect SSH hay đặt IP dưới hay vậy nhé bật password chấn dương cho bài này chấn comment tập bộ một ớt dương váy who check mơ user bắt đầu máu pwd check mơ directory hay bắt đầu máu dương quay check hostname chẳng ní chung hostname của nhóm bắt đầu máu dương check the CPU dương quay comment ls CPU ní trình mới hay bắt đầu máu dương quay comment top đầm mấy mơ process mình là chỉ CPU memory hay PID user hay dương quay control C đầm bay trên một khéo vĩnh hay bắt đầu máu dương từ install Xtop nó việc đôi anh ấy đấy bẩn tay còn tại vì mình dùng ISA chuyện chẳng còn mình viết cứ sudo apt install htop.y dùng trong tới cầm ơi bạch số giải nấu hay quay password nó về để dương install rồi hái dương vài htop máu nè trình mới đôi khi nào kênh UI với sạch chiếc hay tỏ máu dương check từ lơ memory mà đó trấn dương quay comment check memory free độ x đặt độ x là bây dương xuống mớ miền memory miền swap anh ấy total use free share hay available space hay bắt đầu máu dương check từ lửa hạt đi df độ x đạt độ x rumor được kia dương miền file system size use available miền trình màu được kia này useประมาณเพียร้อยhay bắt đầu máu dương vì anh ấy vì hai hạt đi mùi chấm dương vay comment ls blk đậm bay ở việc show full hạt đi tầm pi phần nhớ anh ấy nhiệt trình máu ấy hay bắt đầu máu dương vay htop hay dương
យើង search VLC នេះលេខ 421 ហើយបន្ទាប់មកយើងវាយ kill 19លេខ PID យើងមិញហ្នឹង 421 enter យើង kill អញ្ចឹងយើងវាយ comment kill ហើយចឹងវីដេអូខ្ញុំបានមកដល់ទីបញ្ចប់អរគុណលោកគ្រូដែលបានទស្សនាជម្រាបលាលោកគ្រូជម្រាបសួរលោកគ្រូខ្ញុំឈ្មោះរីស្រីប៉ខ្ញុំមកធ្វើវីដេអូអំពីការ compress file ចឹងដំបូងយើងធ្វើការបើកម៉ាស៊ីនរបស់យើងហើយធ្វើការ login ហើយ check IP ចឹង IP យើងគឺ 192.168.1.6 យើងធ្វើការ connect ជាមួយនឹង SSH ហើយវាយ password យើងចឹងយើងបាន connect SSH ចូលហើយចឹង comment ដំបូងគេគឺ who am I ហើយ pwed check directory របស់យើងហើយយើង check ទៅលើ hostname គឺឈ្មោះហ្នឹងត្រូវហើយបន្ទាប់មកយើងធ្វើការបង្កើត file គឺយើងប្រើ command mkdir .p យើងបង្កើត001ដល់010ចឹងខ្ញុំសុំ skip ពីខ្ញុំសេះហើយចឹងយើង enter មកហើយបន្ទាប់មកយើងត្រៀមវាមើលនេះវាចូលហើយអញ្ចឹងបន្ទាប់មកយើងធ្វើការបង្កើត file text មួយហើយយើងវាយ hello ctext institute ហើយយើង control x ហើយយក y ហើយបន្ទាប់មកយើង cat វាមើលនេះ hello ctext ចេញ message មកហើយបន្ទាប់មកយើងធ្វើការ copy file ដាក់ចូលទៅ copy ចូលទៅក្នុង file text ហើយយើងប្រើអាសញ្ញានេះបន្ទាប់មកយើងcopy តគ្នារហូតដល់អស់កន្លែងនោះខ្ញុំសូម copy ហើយយើងដាក់002 ហើយសញ្ញានេះទៀតចុះខ្ញុំសូម skip ដល់កន្លែងខ្ញុំ copy ហើយអស់ហើយយើង enter មកទៅសេខុសចឹងយើងបាន enter ហើយបន្ទាប់មកយើងត្រៀមវាមើលមួយមកនេះយើងបាន copy ចូលទៅក្នុង file text ហើយអញ្ចឹងសុំនេះវាមើលមួយសិនចឹងបន្ទាប់មកយើងធ្វើការ
compress file អញ្ចឹងនៅពេលមុននៅពេលដែលយើងចូល compress file បានយើងធ្វើការ install software 2 មួយសិនដែលយើងប្រើ command sudo install apt អានេះគឺយើង command សម្រាប់ install 3យើងប្រើហ្នឹងដោយសារខ្ញុំធ្លាប់ download ហើយបន្ទាប់មកយើងធ្វើការត្រូវការ install zip មួយទៀតយើងគ្រាន់តែកែកន្លែងនេះដាក់ zip វិញមកហើយយើង enter ទៅវានឹង download software ហ្នឹងមកឲ្យយើងហើយដើម្បីយើងធ្វើការងារហ្នឹងទៅមុខបានយើងត្រូវការ install ពី software ហ្នឹងសិនដោយសារខ្ញុំ download ហើយអញ្ចឹងខ្ញុំសូមធ្វើការតទៅមុខcompress file អញ្ចឹងយើងប្រើថា .c vs ហើយយើងដាក់ឈ្មោះទៅតថា001ហើយយើងធ្វើការ enter មកហើយបន្ទាប់មកយើងនេះវាមើលនេះវាបាននេះយើងបាន zip វាមកហើយនេះហើយបន្ទាប់មកយើងធ្វើការ extract វាយើងប្រើថា .hvf 11 12ថាហើយយើង enter មកហើយតមកយើង list វានេះវាបានហើយបន្ទាប់មកយើងធ្វើការនេះវាបាន001ហ្នឹងបន្ទាប់មកចឹងបន្ទាប់មកដើម្បីឲ្យយើង zip បានសាយកាន់ទទួលយើងត្រូវប្រើកតុយ G10 នេះចឹងយើងធ្វើការcompress វាតាមអាហ្នឹងដើម្បីបានមេទូចហើយយើង enter មកចឹងយើង list វាមើលនេះបាន compress រួចហើយយើងធ្វើការ extract វា extract file ហ្នឹងដោយប្រើ command x .svf ហើយ sv ថា .g10 ហ្នឹងយើង extract វាមកហើយយើង list វាមើលនៅពេលដែលយើង extract ហើយនៅពេលដែលយើងcompress វាហើយយើងឃើញថាអានេះគឺជា file ដែលយើង compress ធម្មតាដែលវាមាន 20k នៅពេលដែលយើងប្រើ compress ឲ្យវាកតុយ G10 វានឹងបន្ថយមេនៅសល់តែ521ហើយបន្ទាប់មកយើងធ្វើការzip បែបធម្មតាដែលយើងប្រើ command zip ដកច្រឡំ
rv sv.1.2 sv.1.2 dot zip ហើយហើយយើង zip បានហើយតមកយើងលេខមើលមួយនេះវា load មកហើយអានេះ zip បែបធម្មតាអានេះ zip បែបថាហើយនេះកតុយសិត S គឺយើងឃើញហើយកតុយសិត S គឺបានយើង zip ទៅបានមេទូជាងគេហើយបន្ទាប់មកយើងធ្វើការ unzipធ្វើការលីវាទីចេញមក01ហ្នឹងចឹងខ្ញុំធ្វើការ remove file 001ហ្នឹងហើយយើងលិះមើលបាត់ហើយបន្ទាប់មកយើងធ្វើការ unzip វាវិញ unzip វាហើយយើងធ្វើការលិះវាមកនេះយើងបាន extract វាមកវិញហើយអញ្ចឹងវីដេអូហ្នឹងបានដល់ទីបញ្ចប់អរគុណលោកគ្រូដែលបានទស្សនាជម្រាបលាលោកគ្រូជម្រាបសួរលោកគ្រូខ្ញុំឈ្មោះរីស្រីបើខ្ញុំមកធ្វើវីដេអូអំពី Linux User Management អញ្ចឹងដំបូងយើងធ្វើការ login ហើយយើងវាយ password ឆែកទៅលើ IP ដោយសារបាត់ IP ចឹងខ្ញុំសុំនេះ IP យើងចេញមកវិញហើយ192.168.1.7 ចឹងធ្វើការចូល CMD ដើម្បី connect RSA ហើយយើងវាយ password យើងចឹងយើង connect ចូលយើងធ្វើការ clear ចោលដំបូងយើងធ្វើការ add simple user មួយដែលប្រើ command sudo user add ហើយយើងដាក់ឈ្មោះ user យើងគឺ Citec ដាក់ password ហើយបន្ទាប់មកយើង list user ហ្នឹងដោយប្រើ command cat etc ហើយនេះ user យើងបានបង្កើតមិញហ្នឹងហើយបន្ទាប់មកយើងធ្វើការ delete user ដែលយើងបានបង្កើតមិញហ្នឹងដោយប្រើ command sudo userdel Citec អញ្ចឹងយើងcat វាមើលម្ដងទៀតនេះuser យើងបានលុបបាត់ហើយបន្ទាប់មក
dương thưa ca create home directory muối đòiប្រើsudo user add độ ấm hay mua syntax hay bắt đầu máu dương thưa ca delete syntax home directory tránh chẳng dương phá command sudo ấm độ oef hay home hay syntax này vì lộ remove chẳng vì bạn remove bạn thái hay chẳng dương thưa ca ly mơ một đòn tiết thay vì bạn nữ ấy chờ lòng nếu dùng bàn lục hiện đại ở hai và thống máu dương cho đo lành ly ní dương mơ hai dương cho đo tỷ 4 create shell map từ user syntax chấm dương phò sudo user add hay .s hay syntax hay tục nó dương vi mới này vì tranh màu nháy syntax nó không syntax bên bass để dương mà nặng mình nó hay bắt đầu máu dương thưa ca remove viết trên tiết để dương phá command sudo user del syntax nó hay dương thưa ca remove syntax nó trên home directory tiết để phá command sudo sudo oef home hay syntax chẳng như mình thưa ca remove syntax tranh vì home directory hai để xem một năng vay command conflict đặt ấm hay chẳng như xong thưa ca clear về chào mới sẵn chương cho đó cho nó tiếp hém dương đầm bay create user ban lướt dương per command sudo add user hay dương lại small dương máu hay password dương quay đại các bạn đấy hay dương quay password retype password trong đóng tiết cái này này khi mà đặt tên cho em enter là hốt hay dương quay yes mode đập bay và chat thay dương bàn pin thầm thờ hay information đó hay bắt đầu máu dương check the low user per dương đời dương per comment ls hay home này phần user đại dương bàn bậc card mình đăng small syntax hay dương thưa ca đo cho nó tiếp vào mỗi cư dương switch user đại dương per su syntax password đại dương ban lại mình đó là ngày hay bắt đầu máu dương nè dương thưa ca xua who am I syntax direct pwd nè
អានេះវានៅuser retriever ទេអញ្ចឹងដើម្បីយើងចូលទៅក្នុងនឹងបានយើងផឹក comment cd ហើយ home ហើយយើងដាក់ឈ្មោះ user ដែលយើងបានបង្កើតមិញហ្នឹង stick enter មកហើយយើងមក check ទៅលើ directory ម្ដងទៀតមកគឺវាចេញ home ហើយនឹង stick អញ្ចឹងវីដេអូខ្ញុំបានដល់ទីបញ្ចប់ហើយអញ្ចឹងសូមអរគុណលោកគ្រូជម្រាបលាលោកគ្រូ